Vàសួស្តីមិត្តភក្តិទាំងអស់គ្នាយើងជួបគ្នាជាថ្មីជាមួយនឹងវីដេអូភាគទី3ហើយនៃការសិក្សាទៅលើភាសា C programming ហើយកាលពីវីដេអូមុនយើងប្រកាសជាបានដឹងហើយអំពីចំណុចមួយតកតងជាមួយនឹង variable បាទ variable ឬក៏បកជាភាសាខ្មែរបកថាអថេរហ្នឹងហើយយើងក៏បានដឹងអំពីខ្លះអំពី data type ផងដែរហ្នឹងហើយដោយសារតែសិនតែយើងនិយាយពី variable យើងត្រូវមានជាមួយនឹង data type ដើម្បីលើកជាឧទាហរណ៍ឲ្យអ្នកនរគ្នាបានមើលហើយអ្នកនរគ្នាប្រកាសជាបានដឹងហើយអំពី variable ហ្នឹងថាវាគឺជាអីហើយ data type ហ្នឹងគឺជាអ្វីដូច្នេះខ្ញុំលើកឡើងត្រួសឡើងវិញគឺ variable ហ្នឹងវាប្រៀបបានជា container មួយសម្រាប់ផ្ទុក data ឬក៏ item អីមួយចឹងទៅហើយតកតងជាមួយនឹង data type វាគឺជាការកំណត់នៅប្រភេទអ្វីមួយទៅឲ្យ variable ហ្នឹងដូច្នេះ variable ហ្នឹងគឺវាមានប្រភេទរបស់វា variable ជា string variable ជា integer variable ជា float ជា double អញ្ចឹងប្រភេទរបស់វាមួយហ្នឹងហើយទើបអាចឲ្យវាផ្ទុកតម្លៃទៅតាមប្រភេទរបស់វាមួយនោះបាទដូចជា integer ទៅ variable របស់ integer ហ្នឹងគឺអាចផ្ទុកជាចំនួនគត់ចឹងទៅបាទហើយជា float ឬក៏ double អាចផ្ទុកជាចំនួនទស្សភាគចឹងទៅបាទហើយនៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីចំណុចមួយទៀតតកតងជាមួយនឹង user input ជាមួយនឹង data type ដែល data type ហ្នឹងយើងនឹងដឹងបន្ថែមទៀតអំពីថាតើ data type ហ្នឹងវាមានអីគេខ្លះទៀតហើយលក្ខណៈរបស់វាមិនខ្លះចឹងណាហ្នឹងហើយដូច្នេះតើតើ user input គឺនៅក្នុង C++ ហ្នឹងគឺគេប្រើ keyword មួយឈ្មោះថា cin ជាមួយនឹងសញ្ញា extraction operator ហ្នឹងគេហៅថា extraction operator អាសញ្ញាធំជាងចំនួន2ដងជាប់គ្នាហ្នឹងបាទគេហៅថា extraction operator ដូច្នេះយើងតាំងពីដើមមកគឺបានរៀនអំពីការ output ឬក៏ការ print នៅ string ឬក៏ clear ផ្សេងនៅលើផ្ទាំង console ឬក៏ផ្ទាំង terminal ដូច្នេះនៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពី cin មើល cin គេប្រើសម្រាប់ឲ្យ user បញ្ចូលតម្លៃទិន្នន័យអីមួយហើយយើងយកទិន្នន័យនោះយកមកធ្វើការគណនាឬក៏ analyze ឬក៏រក្សាទុកអីផ្សេងទៅតាមតម្រូវការរបស់យើងបាទដូច្នេះយើងរៀនរាល់ដងបានតែត្រឹម output ទេគឺយើងប្រើប្រាស់នៅ cout ហ្នឹងហើយយើងប្រើប្រាស់ cout ក៏ប៉ុន្តែជាទូទៅ program មួយយើងត្រូវការទិន្នន័យឲ្យ user បញ្ចូលអីដែរហ្នឹងហើយអញ្ចឹងយើងប្រើប្រាស់នៅ keyword មួយដែលមានឈ្មោះថា cin ដូច្នេះខ្ញុំនឹងបង្កើត file ថ្មីមួយដាក់ឈ្មោះថា user input បើយើងដាក់នៅ include អីធម្មតាចូលមក include iostream អូខេអានេះគឺវា auto suggest ឲ្យយើងហ្នឹងហើយអញ្ចឹងខ្ញុំមិនតាសេច្រើនទេហ្នឹងហើយដូចដែលអ្នកនរគ្នាឃើញអញ្ចឹងគឺវា comment ប្រាប់យើងថាទី1ហ្នឹងគឺគេចង់បាន program មួយដែលអាចឲ្យ user ធ្វើការ input តម្លៃដូចជាឈ្មោះដូចជាអាយុឬក៏ page ទៀតមកបាទខ្ញុំដាក់អញ្ចឹង page យើងដឹងហើយយើងបើសិនចង់ដាក់ page វាមាន male បាទវាមាន male ឬក៏ female អាហ្នឹងក្នុងករណីយើងចង់ឲ្យគេបញ្ចូលអក្សរច្រើនតួជាពាក្យអញ្ចឹងឬក៏មួយទៀតបើសិនជាយើងចង់ឲ្យគេបញ្ចូលតែ M ឬក៏ F អានេះយើងអាចប្រើប្រាស់ឆាទៅបាទយើងអាចប្រើប្រាស់ឆាដូច្នេះខ្ញុំអាចបង្កើតដាក់ថា string តែម្ដងទៅបាទខ្ញុំចង់ឲ្យគេបញ្ចូលពាក្យហ្នឹងក៏ប៉ុន្តែមិនបានន័យថា string ហ្នឹងអាចបញ្ចូលមួយតួបានទេ string ក៏អាចបញ្ចូលមួយតួបានដែរឧទាហរណ៍ថា string gender អញ្ចឹងគេអាចបញ្ចូលដាក់ថា m បាទដាក់ m អញ្ចឹងក៏បានដែរនឹង string គឺអត់ប្រកាន់ទេតែសម្រាប់ឆាគឺបានតែមួយតួគត់ប៉ុន្តែបើជា string អាចជា m ក៏បានឬក៏ពាក្យពេញ mail ក៏បានដែរហ្នឹងហើយ
ហ្នឹងវាលយត្រង់ហ្នឹងបាទ string អញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងមកខ្ញុំថែម gender មួយទៀតបាទអញ្ចឹងខាងក្រោមនេះគឺជាផ្នែក output បាទខ្ញុំខានវាតែផ្នែក output ហើយខាងលើនេះខ្ញុំដាក់ថាផ្នែក input ហ្នឹងហើយអញ្ចឹងយើងដាក់មកដាក់ថា cout enter your gender អញ្ចឹងទៅបាទហ្នឹងហើយយើងចូលបន្ទាត់មួយមកឬក៏យើងទៅសេពីមុខហ្នឹងក៏បានដែរគ្រាន់តែថាពេលខ្លះយើងអាចនឹងពិបាកមើលហ្នឹងហើយអញ្ចឹងយើងអាចដាក់ថា cin ហើយយើងដាក់ថា gender ដូច្នេះកាលណាដែលយើងដាក់ថា cin បាទសំទោស cin អត់មាន t ទេអញ្ចឹងយើងដាក់ថា cin gender បានន័យថាវារងចាំ user បញ្ចូលតម្លៃឲ្យ gender មួយហ្នឹងហើយតម្លៃដែលយើងបញ្ចូលហ្នឹងវានឹងត្រូវតែជាប្រភេទណាមួយទៅតាមអ្វីដែលយើងកំណត់នេះឧទាហរណ៍យើងដាក់ថា gender ហ្នឹងជា string អញ្ចឹងអ្វីដែលគេបញ្ចូលមកមិនថាជាលេខជាតួអក្សរជានិមិត្តសញ្ញាទេវាចាត់ចូលនៅក្នុង string ទាំងអស់វាចាត់ចូលនៅក្នុង string ទាំងអស់ក៏ប៉ុន្តែកាលណាដែលយើងបញ្ចូលអាយុហ្នឹងហើយយើងបញ្ចូលអាយុនៅត្រង់កន្លែងបញ្ចូលអាយុនេះបើសិនបើយើងបញ្ចូលតួអក្សរអីមួយឬក៏ពាក្យអីមួយក្រៅពីលេខវានឹង error ភ្លាមហ្នឹងហើយហេតុអីដោយសារតែ age ពេលនេះយើងឲ្យ data type របស់វាហ្នឹងជាប្រភេទ integer អញ្ចឹងវាទទួលបានតម្លៃតែជាប្រភេទចំនួនគត់ទេអញ្ចឹងក្រៅពីចំនួនគត់យើងបញ្ចូលឲ្យវាទៅគឺវានឹង error វាទទួលយកតម្លៃដែលយើងបញ្ចូលវាខុសហ្នឹងគឺអត់បានទេក៏ប៉ុន្តែ string នេះវាបានគ្រប់ប្រភេទហ្នឹងហើយវាបានគ្រប់ប្រភេទណាដូច្នេះអាហ្នឹងហើយគឺយើងត្រូវដឹងអំពី data type បាទឲ្យវាច្បាស់ហ្នឹងហើយដូច្នេះខ្ញុំដាក់ថាកន្លែងនេះបាទកន្លែង output នេះខ្ញុំដាក់ថាម៉េចដាក់ថា cout ដាក់ថា gender ហ្នឹង gender អញ្ចឹងទៅអូខេអញ្ចឹងកន្លែងនេះ output ប៉ុណ្ណឹងហើយដាក់ style អីមួយទៀតមកក៏បានដែរហ្នឹងហើយអូខេអញ្ចឹងខាងលើនេះយើងអាចលេង style អីមួយទៀតក៏បានដែរហ្នឹងខ្ញុំដាក់របានឹងដែរមក user input ហ្នឹងហើយខ្ញុំលុប comment នឹងចោលមកកុំឲ្យយើងមើលទៅវានិយាយច្រើនពេកហ្នឹងហើយតោះឥឡូវយើងរានមើលទាំងអស់គ្នាមើលថាតើយើងបាន program បែបម៉េចដែរខ្ញុំសុំ clear terminal ចោលមួយសិនclear សំទោសតើយើងរានឡើងវិញមកអញ្ចឹងពេលរានមកដំបូងវានឹងធ្វើការចូលមកកាន់កន្លែង user input នេះបាទចូលមកដល់ user input ហ្នឹងគេឲ្យយើងបញ្ចូលឈ្មោះនេះគេថា enter your name អញ្ចឹងយើងដាក់មកដាក់ថាដាក់ coding អញ្ចឹងមក18អញ្ចឹងទៅ gender male បាទអញ្ចឹងពេលដែលយើង enter មួយទៀតបានន័យថាវាអស់យើងអស់បញ្ចូលហើយអញ្ចឹងវានឹងចូលមកកាន់កន្លែង output នេះឃើញទេបាទ output តមកទៀតយើងលេង style ដាក់ថា hello ដាក់ coding you are 18ជា0អញ្ចឹងទៅហើយ gender male ហ្នឹងហើយដូច្នេះយើងឃើញទម្រង់ដែលគេ output មកយើងអាច output ជាអីផ្សេងក៏បានដែរតាមដែលយើងចង់បានតាមដែលយើងត្រូវការអញ្ចឹងយើងមើលមក hello កន្លែងនេះគេដាក់សញ្ញានេះមកគេដាក់ថា name បានន័យថាវាចាប់យកតម្លៃដែលយើងបញ្ចូលខាងលើនេះបាទវាចាប់យកតម្លៃដែលយើងបញ្ចូលមកខាងលើនេះបាទអញ្ចឹងតម្លៃដែលយើងបញ្ចូលមកមិនគឺវានឹងបង្ហាញមកអញ្ចឹងដែរបាទដោយសារតែដំបូងនេះគេឲ្យយើងបញ្ចូលឈ្មោះអញ្ចឹងឈ្មោះដែលយើងបញ្ចូលនេះអក្សរដែលយើងបញ្ចូលទៅហ្នឹងវានឹងចាប់ទុកទៅក្នុង name បាទចាប់ទុកទៅក្នុង name ហើយកន្លែងនេះកាលណាដែលវាឲ្យយើងបញ្ចូលអាយុអញ្ចឹងយើងបញ្ចូលជាលេខមកអញ្ចឹងលេខហ្នឹងវានឹងចាប់ទុកទៅក្នុង age នេះ variable ឬក៏អត្ថេឈ្មោះថា age ហ្នឹង gender male អញ្ចឹងកាលណាដែលយើងបញ្ចូល phase ទៅមិនថាជា male មិនថាជា female ជាពាក្យអីផ្សេងឯឲ្យទៅជា string អញ្ចឹងកន្លែងហ្នឹងវានឹងផ្ទុកទៅក្នុង gender បាទអញ្ចឹងនៅក្នុងវីដេអូក្រោយៗទៀតយើងនឹងរៀនទៅដល់
condition ឬក៏ flow control ហ្នឹងយើងអាចគ្រប់គ្រងបានហើយថាអាចគេបញ្ចូលតម្លៃបានតែ male ឬក៏ female អីចឹងទេគេបញ្ចូលក្រៅពីហ្នឹងយើងឲ្យគេបញ្ចូលឡើងវិញអីចឹងហ្នឹងហើយអញ្ចឹងយើងនឹងមានលក្ខខណ្ឌជាច្រើនសម្រាប់ទប់កន្លែងហ្នឹងកុំឲ្យគេចេះតែបញ្ចូលបានហ្នឹងហើយដោយសារតែយើងដឹងហើយ user គាត់មិនមែនចេះតែ user ខ្លះគាត់មិនមែនបញ្ចូលទៅតាមអីដែលយើងកំណត់មកទេគាត់បានន័យថាគាត់ចង់បញ្ចូលអីផ្សេងក្រៅពីហ្នឹងបាទអញ្ចឹងតែយើងអត់ដាក់លក្ខខណ្ឌដាក់អីទប់ទេគឺកម្មវិធីរបស់យើងហ្នឹងនឹង crash ឬក៏នឹងគាំងឬក៏បានន័យថាវានឹង error វានឹងបិទចោលអីចឹងហ្នឹងហើយ crash ដែលយើងហៅថា crash ភ្លាមតែម្ដងឬក៏ terminate ហ្នឹងឥឡូវខ្ញុំនឹងសាក run ម្ដងទៀតបាទខ្ញុំនឹងសាក run ម្ដងទៀតហើយយើងបញ្ចូលវាឡើងវិញហ្នឹងហើយgender អត់មាននៅក្នុងនេះអូខេខ្ញុំមើលឡើងវិញសិនវាមកពីបញ្ហាអីទៀតហើយ clear វាចោលមួយមើលមិញយើងដូចអត់មានកែអីទេហ្នឹងហើយយើងទៅអានវាមកតោះឥឡូវយើងបញ្ចូលគេបាទអញ្ចឹងកន្លែង string នេះជាមិនបញ្ហាទេហ្នឹងហើយ string name នេះយើងដាក់ official នេះមកដាក់ coding អូខេអញ្ចឹងកន្លែងហ្នឹងយើងឃើញថាពេលដែលយើងបញ្ចូលឈ្មោះមកជាមួយនឹងដក clear នេះអញ្ចឹងពេលដែលយើងចុច enter មួយមកឃើញថាវារំលងហើយបាទវារំលងកន្លែង age វារំលងកន្លែង gender រំលងអីផ្សេងរហូតមកអញ្ចឹងតើយើងដោះស្រាយវាបែបម៉េចទៅបាទអញ្ចឹងដោយសារតែខ្ញុំគិតគឺយើងមានបញ្ចូលមានសញ្ញាដក clear មានអីចឹងហ្នឹងហើយអូខេតើឥឡូវខ្ញុំនឹកឃើញវិញហើយហ្នឹងហើយអធិស្ឋានដោយសារតែយើងប្រើ cin នេះគឺយើងដក clear បានទេហ្នឹងហើយយើងប្រើ cin មិញហ្នឹងគឺយើងដក clear បានទេយើងដាក់ឈ្មោះដែលមានដក clear បានទេដូច្នេះយើងបដូរវាមកប្រើជា get line វិញហ្នឹងហើយយើងបដូរប្រើមកជា get line វិញទៅហើយ cin.ignore នេះគឺយើងប្រើប្រាស់វាដូចជានឹង f+ មិញដែរបាទដូចទៅនឹង f+ មិញដែរដូច្នេះយើងប្រើ get line វិញមកបាទដើម្បីអាចឲ្យយើងបញ្ចូលឈ្មោះជាមួយនឹងសញ្ញាដក clear នឹងបានណាឥឡូវខ្ញុំសុំ run ឡើងវិញអញ្ចឹងនេះដោយសារឈ្មោះយើងដាក់មិញគឺមានសញ្ញាដក clear ហ្នឹងហើយអញ្ចឹងសញ្ញាដក clear បែបហ្នឹងហើយដូច្នេះកាលណាដែលយើងប្រើជាមួយនឹង cin ទៅគឺវាបានតែពាក្យឬក៏អក្សរដែលយើងសរសេរជាប់គ្នាទេហ្នឹងខ្ញុំទៅឃើញវិញហ្នឹងហើយអញ្ចឹងពេលដែលយើងចុច enter មកអានេះគឺវានៅមកតង់ទៀតដោយសារតែយើងប្រើប្រាស់ជាមួយនឹង cin ignore នេះហ្នឹងហើយដូច្នេះកន្លែងនេះយើងនឹងធ្វើការលុប cin.ignore នឹងចោលហ្នឹងហើយអញ្ចឹងបើសិនបើវាមិនឡងបន្ទាត់មិនឡងអីទេយើងលុបអា cin.ignore នឹងចោលឬក៏ f+ នឹងចោលទៅហ្នឹងហើយតែបើវាមិនឡងអានឹងយើងដាក់វាមកដើម្បីទប់ឲ្យវា clear ចោលហ្នឹងហើយដូច្នេះខ្ញុំបញ្ចូលឡើងវិញមកកន្លែងហ្នឹងគឺដាក់ coding official អូខេបញ្ចូលមកយើងដាក់ age មកនេះបាទយើងដាក់ age មកយើងអញ្ចឹងកន្លែង age នេះខ្ញុំមកដាក់លេខទេឧទាហរណ៍ខ្ញុំដាក់ជាតួអក្សរអីមួយអញ្ចឹងកាលណាខ្ញុំដាក់តួអក្សរវាខុសពី data type របស់វាហើយដោយសារតែកន្លែង age នេះ data type របស់វាគឺជា integer នេះអញ្ចឹងកាលណាដែលយើងដាក់តួអក្សរចូលមកវានឹងធ្វើឲ្យមានការ error ការ crash នៅ application របស់យើងឃើញទេបាទអញ្ចឹងនេះផ្ដាច់ចោលតែម្ដងកម្មវិធីរបស់យើងហ្នឹងដូច្នេះកន្លែងហ្នឹងពេលក្រោយទៅគឺគេមានវិធីទប់វាបាទគេមានវិធីសាស្ត្រច្រើនដើម្បីទប់កុំឲ្យមានបញ្ហានឹងកើតឡើងដែលបដូរពីការ crash ឬក៏ការបិទនៅកម្មវិធីបែបហ្នឹងយើងបដូរវាទៅជា error message អីផ្សេងដូចដែលយើងធ្លាប់ប្រើកម្មវិធីផ្សេងអញ្ចឹងទោះបីយើងបញ្ចូលទិន្នន័យខុសក៏កម្មវិធីរបស់យើងនៅតែដំណើរការដដែលដែរគាត់តែវាបង្ហាញនៅ error message វាខុសពី application របស់យើងឥឡូវហ្នឹងបាទកាលណាដែលយើងបញ្ចូលអីខុសគឺកម្មវិធីហ្នឹងគឺនឹង terminate ឬក៏បិទចោលតែម្ដងឥឡូវខ្ញុំសូមទៅមើលកន្លែង folder ហ្នឹងឲ្យអ្នកនរគ្នាមើលនេះបាទ file exe ហ្នឹងចាំមើលខ្ញុំបើកវាមកនេះយើងបញ្ចូលឈ្មោះអីបានធម្មតាហ្នឹងដាក់ថា
ហើយយើង enter មួយអញ្ចឹងកាលណាដែលយើងដាក់នៅ A ហ្នឹងតម្លៃវាខុសតោះខ្ញុំដាក់អក្សរ A ហើយយើងចុច enter មួយមកឃើញទេបាទ load បាត់តែម្ដងបាទន័យថាកម្មវិធីគឺ terminate ឬក៏បិទចោលតែម្ដងអញ្ចឹងការធ្វើបែបហ្នឹងគឺវាជាទូទៅវាមិនត្រឹមត្រូវទេហ្នឹងហើយយើងនឹងសិក្សាទៅលើមេរៀនផ្សេងនៅពេលក្រោយទៀតដើម្បីបង្ការការ crash នៅ application របស់យើងហ្នឹងបាទដោយបង្ហាញវិញនៅ error message អីចំនួនវិញហ្នឹងហើយអូខេអញ្ចឹងការ input ហ្នឹងគឺមានប៉ុណ្ណឹងបាទដូច្នេះអ្នកនរគ្នាចាំទៅថាយើងប្រើ get line នេះគឺប្រើប្រាស់ជាមួយនឹង string ហើយ string ហ្នឹងគឺយើងអាចបញ្ចូលជាមួយនឹងដក clear បញ្ចូលអីបានធម្មតាតែស្អីទូទៅបានធម្មតាបាទជាមួយនឹងសញ្ញាដក clear ក៏ប៉ុន្តែកាលណាដែលយើងប្រើ cin បាទនេះ cin ហើយ gender ហ្នឹងដូច្នេះ gender ហ្នឹងឧទាហរណ៍តើបើសិនតែយើងបញ្ចូលដក clear បាទបញ្ចូលសញ្ញាដក clear អញ្ចឹងអា cin ហ្នឹងវាចាប់អត់បានទេហ្នឹងហើយ cin វាចាប់អត់បានទេជាមួយសញ្ញាដក clear ហ្នឹងណាហ្នឹងហើយឥឡូវចាំមើលខ្ញុំសាកមើលបាទខ្ញុំសាករ៉ានវាឡើងវិញអូខេចឹងខ្ញុំដាក់ថា coding ធម្មតាចឹងទៅហ្នឹងហើយ A12 gender បាទន័យថា gender ហ្នឹងក៏ជា string ដែរក៏ប៉ុន្តែ string ពេលនេះខ្ញុំប្រើជាមួយនឹង cin ខ្ញុំអត់ប្រើជាមួយនឹង get line ដូចនៅខាងលើនេះទេហើយខ្ញុំដាក់ថា ma ដក clear le ហ្នឹងហើយខ្ញុំឧទាហរណ៍ទៅខ្ញុំសេចឹងហើយជួយ enter មួយមកឃើញទេបាទកាលណាដែលខ្ញុំដាក់នៅ gender string ពេលហ្នឹងខ្ញុំ input ដាក់ថា ma ហើយដក clear មកដាក់ថា le អញ្ចឹងកាលណាដែលយើងប្រើជាមួយនឹង cin គឺវាចាប់អត់បានទេអាសញ្ញាដក clear ហ្នឹងបាទអញ្ចឹងកាលណាដែលវាដើរមកដល់សញ្ញាដក clear ហ្នឹងវានឹងចាប់យកតម្លៃតែប៉ុណ្្នឹងទេបាទតែត្រឹម ma នឹងមួយឃើញវា output មកមានតែ ma ទេបាទនេះអញ្ចឹងកាលណាដែលវាចាប់យកប៉ុណ្ណឹងដូច្នេះវានៅសល់តែប៉ុណ្ណេះបាទវានៅសល់តែប៉ុណ្ណឹងបាទអញ្ចឹងវាស្ថិតនៅក្នុងអាគេហៅថា buffer ហ្នឹងហើយវាស្ថិតនៅក្នុងអា buffer ហ្នឹងដូច្នេះកាលណាដែលយើងមាន input អីទៅក្រោមទៀតអា cin ហ្នឹងវាចាប់យកអា buffer ហ្នឹងជាហេតុដែលធ្វើវាម្លងដូចយើងឃើញតាំងពីដើមមកអញ្ចឹងដូច្នេះកាលណាដែលវាសល់អញ្ចឹងបាទកាលណាដែលវាសល់អញ្ចឹងគឺយើងអត់ប្រើប្រាស់ជាមួយនឹង cin អញ្ចឹងទេយើងប្រើប្រាស់ជាមួយនឹង get line វិញបាទអញ្ចឹងកន្លែងហ្នឹងយើងត្រូវប្រកាសដែរថាទិន្នន័យដែលគេបញ្ចូលហ្នឹងអាចមានដក clear ឬក៏អត់អីក៏អត់អញ្ចឹងណាកាលណាមុនពេលដែលយើងប្រើ string ហ្នឹងអញ្ចឹងយើងសម្រេចចិត្តទៅថាបើសិនបើទិន្នន័យឬក៏កន្លែងហ្នឹងមានគេបញ្ចូលដក clear មានបញ្ចូលជា clear របស់ច្រើនអញ្ចឹងអាហ្នឹងយើងប្រើ get line ទៅតែបើបញ្ចូលតែមួយពាក្យបាទបញ្ចូលតែមួយពាក្យឬក៏មួយតួអក្សរអីយើងអាចប្រើជាមួយនឹង cin ទៅគឺអត់មានបញ្ហាអីទេដូច្នេះការប្រើប្រាស់ cin គឺមានប៉ុណ្ណឹងហើយមួយទៀតយើងនឹងចូលទៅដល់ចំណុច data type ហ្នឹងហើយចំណុច data type ហ្នឹងគឺវាមិនមានអីច្រើនទេបាទដោយសារតែខ្ញុំបញ្យល់កាលពីវីដេអូមុនខ្លះដែរហើយអញ្ចឹងគាត់ថា data type កន្លែងហ្នឹងគឺយើងមកមើលកន្លែងbasic of data type នេះគឺគាត់បញ្ជាក់ពីទំហំទេហ្នឹងហើយទំហំ size ដែលវាត្រូវការបាទដែលវាត្រូវការអញ្ចឹងកាលណាដែលគេប្រើប្រាស់ in បានន័យថា size របស់វាគឺ4បាយហ្នឹងហើយកាលណាដែលយើងប្រើប្រាស់ float គឺទំហំវា4បាយ double គឺ8បាយហ្នឹងហើយយើងអាចអាន detail ហ្នឹងបានណា double ហ្នឹងគឺវាដូចទៅនឹង float ដែរទេបាទ double វាដូចទៅនឹង float ដែរទេពីរហ្នឹងវាគឺជាចំនួនទស្សភាគគាត់ថាវាខុសទំហំដែលវាស៊ីអញ្ចឹងកាលណាដែលវាទំហំតូចដូច្នេះចំនួនទស្សភាគដែលវាអាចផ្ទុកបានហ្នឹងក៏វាមានចំនួនតិចទៅតាមនឹងដែរហ្នឹងហើយអាចមានចំនួនតិចទៅតាមនឹងដែរកាលណាដែលទំហំវាកាលណាធំបានន័យថាស៊ីនៅ space memory របស់យើងកាន់តែច្រើនដូច្នេះការផ្ទុកទិន្នន័យវាក៏បានច្រើនទៅតាមនោះដែរបើវាផ្ទុកលេខបានច្រើនខ្ទង់ច្រើនអីចឹងហ្នឹងហើយកន្លែងហ្នឹងគឺមានន័យអញ្ចឹងឆានេះមួយបាយបានន័យថាមួយតួអក្សរទេហ្នឹងហើយអញ្ចឹងមួយតួអក្សរវាស៊ីមួយបាយហ្នឹងហើយ
តាមពិតទៅអានេះទំហំនេះវាខុសគ្នាទៅតាមប្រភេទ operating system របស់យើងទៀតហ្នឹងហើយវាមានដូចជាមាន62 bit មាន32 bit ចឹងណាដូច្នេះវាអាចខុសទៅលើអាទំហំ in double ហើយនិង float នេះបាទវាអាចខុសគ្នាលៀងគ្នាទៅតាមនឹងទៀតនឹងសិនយើងរៀនឲ្យស៊ីជម្រៅទៅហើយតើតើ boolean នេះក៏មួយបាយដែរហ្នឹងហើយតែមួយបាយទេវាដោយសារវាមាន value ឬក៏តម្លៃតែមួយវាអាច true ឬក៏ false តម្លៃឬក៏1 0ហ្នឹងបាទចានេះខ្ញុំដាក់ចំណាំដែរដាក់ថាមួយបាយគឺវាស្មើជាមួយនឹង8 bit ហ្នឹងហើយអានេះក៏ជាការឧទាហរណ៍ទៅលើការប្រើប្រាស់នៅ data type ជាមួយនឹង variable ទេបាទអញ្ចឹងវាអត់មានអីខុសគ្នាពីមុនទេហ្នឹងហើយ slide នេះខ្ញុំក៏បញ្យល់ពីចំណុចខុសគ្នារវាង float double នេះបាទឃើញខ្ញុំដាក់ថាបើសិនបើយើងប្រើ float បានន័យថាលេខដែលនៅក្រោយក្បៀសហ្នឹងយើងអាចទុកបានរហូតដល់ទៅ6ឬក៏7ខ្ទង់កាលណាដែលយើងប្រើប្រាស់ជាមួយនឹង double អញ្ចឹង double វា C អស់8បាយបាទ C អស់8បាយអញ្ចឹងវាអាចផ្ទុកក្រោយក្បៀសរហូតទៅដល់15ខ្ទង់ដូច្នេះវាច្រើនទៅតាមនឹងដែរហ្នឹងដោយសារតែ VC space ធំហើយនេះក៏ខ្ញុំបញ្យល់ទៅនឹង string ទេហ្នឹងហើយនេះចឹងខ្ញុំបញ្យល់ពីវីដេអូមុនហើយតទៅទៀតតទៅនឹង type conversion បាទ type conversion ហ្នឹងយើងនឹងសិក្សាបន្តទៀតនៅក្នុងវីដេអូក្រោយហ្នឹងហើយចឹងនៅក្នុងវីដេអូហ្នឹងយើងបានរៀនអំពីការ input ហើយជាមួយនឹងការបន្ថែមខ្លះទៅជាមួយនឹង data type បន្ថែមទៀតនៅក្នុងវីដេអូហ្នឹងដូច្នេះនៅក្នុងវីដេអូក្រោយយើងនឹងសិក្សាអំពី type conversion ហ្នឹងហើយអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយ